menជារឿងងាយស្រួលនោះទេដើម្បីឲ្យសិស្សយល់ច្បាស់នៅប្រធានបទណាមួយការប្រើប្រាស់ល្បែងអប់រំអាចជួយដល់សិស្សក្នុងការផ្ដោតលើប្រធានបទនីមួយៗល្បែងអប់រំអាចធ្វើឲ្យសិស្សមានការចូលរួមកាន់តែប្រសើរអំឡុងពេលបង្រៀននៅពេលដែលសិស្សមានការចូលរួមនៅក្នុងល្បែងអប់រំកម្លាំងចិត្តរបស់ពួកគេនឹងកើនឡើងដែលធ្វើឲ្យលទ្ធភាពនៃការចាប់យកនៅខ្លឹមសារមេរៀនកាន់តែប្រសើរជាងមុនតាមរយៈការចងចាំបែបវិជ្ជមានក្រៅអំពីផ្ដល់នូវភាពរីករាយវាក៏អាចកាត់បន្ថយនៅការនិយាយរបស់គ្រូដែលផ្ដោតមកជាការសង្កេតទៅលើសកម្មភាពរបស់សិស្សវិញនេះក៏ជាការលើកទឹកចិត្តពួកគេប្រកួតប្រជែងតាមបែបមេត្រីភាពជាមួយនឹងមិត្តរួមថ្នាក់ដែលជួយឲ្យទំនាក់ទំនងកាន់តែមានភាពរឹងមាំវីដេអូនេះនឹងណែនាំអ្នកអំពីរបៀបបង្កើតសម្ភារៈដែលផ្ដល់ភាពរីករាយអំឡុងពេលសិក្សានិងវិធីនៃការប្រើប្រាស់សម្ភារៈនៅពេលធ្វើសកម្មភាពបង្រៀនដល់សិស្សស៊ូកូរូគុគឺជាល្បែងប្រជាប្រិយរបស់ជនជាតិជប៉ុនដែលលេងជាមួយគ្រាប់ឡុកឡាក់វាគឺជាល្បែងដែលមានប្រជាប្រិយភាពតាំងពីយូរលង់ហើយតាក់ទងទៅនឹងប្រធានបទជាច្រើននៅក្នុងវីដេអូនេះយើងនឹងណែនាំអ្នកអំពីល្បែងប្រជាប្រិយស៊ូកូរូគុជាមួយនឹងប្រធានបទកាសោមតាមរយៈការលេងល្បែងអប់រំនេះសិស្សសានុសិស្សនឹងបានស្គាល់អំពីជាតិកាសោមរួមទាំងបង្កើនការចាប់អារម្មណ៍អំពីព័ត៌មានតាក់ទងទៅនឹងសារជាតិចិញ្ចឹមនេះតោះយើងនាំគ្នាបង្កើតផ្ទាំងអប់រំស៊ូកូរូគុស្ដីពីកាសោមទាំងអស់គ្នាសម្ភារៈដែលត្រូវការមានដូចជាក្រដាសផ្ទាំងធំទំហំ A0 ហ្វឺតខ្មៅដៃពណ៌ស្កុតថ្លារូបសត្វសម្រាប់ក្មេងលេងចំនួន2គ្រាប់ឡុកឡាក់ផ្លាស្ទិកនិងម៉ាស៊ីនអ៊ុតរឹងដំបូងអ្នកត្រូវរៀបចំរូបឆ្អឹងតូចៗប្រហែល50រូបប្រសិនបើអ្នកមានម៉ាស៊ីនបោះពុម្ពអ្នកអាចបោះពុម្ពរូបភាពនេះបានឬអាចគូសរូបភាពហើយផាត់ពណ៌ដោយប្រើប្រាស់ខ្មៅដៃពណ៌បន្ទាប់ពីរៀបចំរូបភាពហើយអ្នកអាចអ៊ុតរឹងលើរូបភាពទាំងនេះដើម្បីឲ្យមានភាពរឹងមាំហើយកាត់ជាផ្នែកតូចៗបន្ទាប់មកគូនៅជំហាននៃល្បែងអប់រំនៅលើក្រដាសផ្ទាំងធំទំហំ A0 ដែលមានរូបរាងស្រដៀងទៅនឹងគូតខ្យងដែលគូចំណុចចាប់ផ្ដើមចេញពីជ្រុងខាងក្រោមនៃផ្ទាំងក្រដាសហើយចំណុចបញ្ចប់គឺនៅចំណុចកណ្ដាលនៃផ្ទាំងក្រដាសអ្នកអាចបន្ថែមឬបន្ថយនៅចំនួនជំហាននៃល្បែងអប់រំនេះដែលផ្អែកទៅលើរយៈពេលដែលអ្នកនឹងធ្វើសកម្មភាពជាមួយសិស្សអ្នកក៏អាចបញ្ចូលនៅសំណួរដែលតាក់ទងទៅនឹងទម្លាប់រស់នៅប្រកបទៅដោយសុខភាពល្អបន្ថែមទៅលើសំណួរដែលផ្ដោតលើប្រធានបទជាតិកាសោមសម្រាប់គំរូនៃសំណួរនៃល្បែងអប់រំនេះនឹងបង្ហាញនៅផ្នែកខាងចុងនៃវីដេអូនេះបន្ទាប់ពីគូសនៅជំហានទាំងអស់រួចរាល់ហើយអ្នកអាចអ៊ុតក្រដាសផ្ទាំងធំទំហំ A0 ជាមួយនឹងស្កុតថ្លាដើម្បីឲ្យមានភាពរឹងមាំការពារពីការសើមនិងដាច់រហែកឥឡូវតោះយើងចាប់ផ្ដើមមើលពីរបៀបលេងល្បែងអប់រំទាំងអស់គ្នាសកម្មភាពនេះអាចលេងបានជាក្រុមដោយចែកចេញជា2ក្រុមហើយជ្រើសរើសសិស្សម្នាក់ជាតំណាងក្រុមនីមួយៗដោយមានរូបសត្វចំនួន2ដូចនេះសិស្សជ្រើសរើសរូបណាមួយដើម្បីធ្វើជារូបតំណាងក្រុមរបស់ពួកគេជំហានទី1សូមដាក់ក្រដាសផ្ទាំងធំទំហំ A0 នៅលើតុជំហានទី2ឲ្យសិស្សបោះគ្រាប់ឡុកឡាក់នៅលើតុដូចនេះពួកគេនឹងដើរតាមជំហានដែលបានណែនាំនៅលើផ្ទាំងនៃល្បែងអប់រំចំនួនជំហានដែលត្រូវដើរគឺដូចទៅនឹងលទ្ធផលនៅលើគ្រាប់ឡុកឡាក់ដែលសិស្សបានបោះនៅលើតុជំហានទី3សិស្សនឹងទទួលបានរូបឆ្អឹងនៅពេលដែលឆ្លើយសំណួរបានត្រឹមត្រូវនិងប្រកល់រូបឆ្អឹងត្រឡប់ទៅវិញនៅពេលដែលឆ្លើយសំណួរមិនបានត្រឹមត្រូវដោយទៅនឹងការណែនាំនៅលើផ្ទាំងនៃល្បែងអប់រំជំហានទី4បើទោះបីជាសិស្សណាម្នាក់ទៅដល់គោលដៅមុនក៏ដោយនោះមិនបានន័យថាពួកគេទទួលបានជ័យជំនះនោះទេអ្នកឈ្នះគឺជាសិស្សដែលទទួលបាននូវរូបឆ្អឹងច្រើនជាងគេបើទោះបីជាពួកគេទៅដល់គោលដៅយឺតជាងក៏ដោយ